ចាគុណព្រមអ្នកស្ដាប់ពី Visual FM 107ទាំងអស់ហើយកម្មវិធីចាជីវិតនិងសុខភាពផ្លូវចិត្តក៏បានបន្តកម្មវិធីរបស់យើងជាបន្តទៀតហើយការពីវគ្គមុនចាបងប្អូនក៏ធ្វើការបកស្រាយតាក់ទងជាមួយនឹងសំណួរដែរហើយវគ្គនេះក៏នៅតែបន្តនឹងសំណួរនេះដដែលផងដែរចាអញ្ចឹងទុកតួនាទីនេះឲ្យឌីណាបន្តនៅចាសំណួររបស់បងអូនចាសូមអញ្ជើញបាទអរគុណបងសម្រាប់ទុកពេលឲ្យខ្ញុំបានខ្ញុំចង់បន្តត្រង់ចំណុចមិញទៀតថាតកតងទៅនឹងស្ត្រីដែលគាត់មានអត្រាខ្ពស់ភាគរយខ្ពស់ជាងបុរសបាទអញ្ចឹងខ្ញុំបានបកស្រាយទៅនឹងតិចហើយមួយទៀតខ្ញុំចង់និយាយទៅលើតើបញ្ហាផ្លូវចិត្តឬក៏ជំងឺផ្លូវចិត្តហ្នឹងវាកើតទៅលើវ័យណាខ្លះបាទអញ្ចឹងតាមការស្រាវជ្រាវយើងមាន3ដែរ3ចំណុចឬក៏3វ័យដែរដែលធ្វើឲ្យដែលអាចប្រឈមទៅលើអ្នកដែលមានបញ្ហាផ្លូវចិត្តដែលថាធ្លាក់ទឹកចិត្តហ្នឹងទី1ទៅលើកូនក្មេងអញ្ចឹងយើងថាហេតុអីបានកូនក្មេងមិនទាន់ចេះគិតផងមានការធ្លាក់ទឹកចិត្តដែរវាមានទៅតាមការស្រាវជ្រាវមានការបង្ហាញមួយថាក្មេងចាប់ពី10ឆ្នាំជាងឡើងហ្នឹងគឺអាចនឹងមានជំងឺធ្លាក់ទឹកចិត្តហ្នឹងផងដែរតើតើទៅអីព្រោះយើងអាចសង្កេតមើលពួកគាត់បានទៅលើសកម្មភាពរបស់ពួកគាត់ទី1ទៅលើសកម្មភាពថាការសិក្សារបស់គាត់ឬក៏សកម្មភាពមួយចំនួនដែលគាត់ធ្លាប់ធ្វើហ្នឹងតើដូចមុនអត់បាទអាហ្នឹងគេសង្កេតមើលមួយទៀតទៅលើការគិតអញ្ចឹងការគិតរបស់គាត់គឺចុះខ្សោយបាទអត់ដូចពីមុនទេអញ្ចឹងការគិតរបស់ក្មេងដែលមានកម្រិតអាយុ10ឆ្នាំជាងហ្នឹងក៏មានការគិតមានកម្រិតទៅតាមវ័យផងដែរអញ្ចឹងការគិតវ័យក្មេង10ជាងអាយុ10ជាងហ្នឹងយើងដឹងហើយថាការគិតរបស់គាត់ប៉ុណ្ណាអញ្ចឹងយើងជាអ្នករស់នៅជាមួយគាត់យើងដឹងហើយថាការគិតរបស់គាត់ពីមុនយ៉ាងម៉េចការរស់នៅយ៉ាងពួកគាត់យ៉ាងម៉េចបាទហើយសួរថាមូលហេតុអីដែលក្មេងប៉ុណ្ណឹងសោះមានជំងឺអាចថាមានបញ្ហាធ្លាក់ទឹកចិត្តនឹងដែរបាទទី1ការបង្អាក់នៅសកម្មភាពរបស់គាត់ឬក៏ការស្ដីបន្ទោសនៃកិច្ចការមួយចំនួនបាទឬក៏លទ្ធផលនៃការសិក្សារបស់គាត់មួយចំនួនដូចជាពេលគាត់ទទួលលទ្ធផលល្អលេខ1ក្នុងថ្នាក់គាត់មកដល់បង្ហាញម៉ាក់ប៉ាលទ្ធផលខ្ញុំប៉ុន្តែយើងមើលទៅលើសកម្មភាពរបស់ពុកម្ដាយរបស់ពួកគាត់អត់បានយកចិត្តទុកដាក់ទៅលើការបង្ហាញឬក៏ការមានថាការអួតរបស់គាត់ណាអួតហ្នឹងមិនមែនចង់និយាយថាគាត់អួតខ្លាំងចង់និយាយថាគាត់អួតទៅលើសមិទ្ធផលរបស់គាត់គាត់ធ្វើបានប៉ុន្តែពុកម្ដាយគាត់អត់ចាប់អារម្មណ៍អញ្ចឹងការធ្វើម្ដងពីរ3លើកទៅហើយគាត់អត់ចាប់អារម្មណ៍អញ្ចឹងធ្វើឲ្យកូនហ្នឹងអន់ចិត្តហើយដែលអស់សង្ឃឹមគាត់ថារៀនខំរៀនចង្អប់ខំរៀនបានលេខ1ក្នុងថ្នាក់ក៏អត់ពុកម្ដាយអត់មានលើកទឹកចិត្តហើយអត់មានគាំទ្រគាត់ទេធ្វើពង្រើអានេះជាមូលហេតុមួយទេប៉ុន្តែវាមានមូលហេតុជាច្រើនទៀតដោយសារពេលខ្លីអញ្ចឹងខ្ញុំសូមបន្ថែមមួយទៀតទៅលើយុវជនបាទទៅលើយុវជនបើកលែកទៅមើលយុវជនវាកត្តាប្រឈមនឹងការធ្លាក់ទឹកចិត្តច្រើនបើយើងនិយាយទៅលើវ័យដែលមានស្នេហាគឺវ័យហ្នឹងហើយអញ្ចឹងបើយើងនិយាយទៅលើបញ្ហាស្នេហាមួយភាគច្រើនគឺគាត់ចូលហើយវ័យហ្នឹងមានសង្សារមានស្នេហាអញ្ចឹងវ័យហ្នឹងធ្លាក់ទឹកចិត្តរបស់គាត់ហើយតែគេថាវ័យនេះជាវ័យឈាមរាវអញ្ចឹងការគិតការធ្វើអីរបស់គាត់អត់សូវបានគិតវែងឆ្ងាយទេអញ្ចឹងគាត់នឹកឃើញអីធ្វើភ្លាមការយកសង្សារក៏គាត់អត់សូវបានគិតចិត្តអត់គិតច្រើនដែរបាទហើយទៅលើមួយទៀតកត្តាយុវជនហ្នឹងនៅក្នុងការស្រាវជ្រាវវ៉ាន់ពួកខ្ញុំក៏បានឃើញមួយដែរគឺទៅតាក់ទងទៅនឹងការ selfie ការថតរូបខ្លួនឯងហ្នឹងចា៎បាទក៏អាចប្រឈមឲ្យគាត់មានបញ្ហាធ្លាក់ទឹកចិត្តដែរហើយយើងសួរថាគ្រាន់តែ selfie សោះហ្នឹងហេតុអីក៏មានដល់រហូតការមានបញ្ហាធ្លាក់ទឹកចិត្តឬក៏ជំងឺផ្លូវចិត្តយើងមើលទៅលើការមួយយើងនិយាយទៅលើការអ្នកញៀន Facebook ចាស់ព្រោះតួលេខខ្ញុំតួលេខមួយបានបង្ហាញថា350លានអ្នកដែលមានការញៀននឹង Facebook អញ្ចឹងការ Facebook គាត់ថតរូបគាត់ selfie ខ្លួនឯងមួយអញ្ចឹងទៅផុសមួយថ្ងៃហ្នឹងរូបស្អាតណាឧទាហរណ៍បាន100 like ចុះអញ្ចឹងគាត់រំពឹងទុកឲ្យ like គាត់ចង់បាន like ហ្នឹងមិនដឹងគាត់យកធ្វើអីបាទហើយមួយទៀតគាត់ផុសទៀតគាត់ថតរូបស្អាតជាងហ្នឹងទៀតស្រាប់តែផុសមួយទៀតទៅវាទៅជាបានការ like ពី comment ពីមិត្តភ័ក្តិរបស់គាត់ហ្នឹងវាតិចទៅជាងអារូបដែលស្អាតជាងអារូបហ្នឹងទៀតអញ្ចឹងគាត់
ព្យាយាមផុសរូបគាត់ព្យាយាមថតរូបណាស្អាតដើម្បីតាក់ទាញនឹងការ like ការ comment ការ share ពីមិត្តភ័ក្តិរបស់គាត់ហ្នឹងឲ្យបានច្រើនចឹងគាត់ព្យាយាមប៉ុន្តែបន្តពីការផុសរូបស្អាតទៅការ like ការ comment គាត់អត់សូវមានកម្រិតខ្ពស់ហើយគឺអាចទៀបជាងមុនឬក៏ស្មើមុនទៀបជាងមុនចឹងហើយធ្វើឲ្យគាត់មានអារម្មណ៍ថាខ្លួនគាត់ប្រហែលជាមិនស្អាតចឹងអារម្មណ៍ខ្លួនគាត់មិនស្អាតឬក៏ខ្លួនគាត់មិនល្អហ្នឹងជាអារម្មណ៍មួយដែលក្នុងភាពអស់សង្ឃឹមមានថាអាចថាឈានចូលមួយគឺឲ្យតម្លៃទៅលើខ្លួនឯងទៀតចឹងវាចូលរោគសញ្ញាមួយគឺថានៅក្នុងរោគសញ្ញានៃការធ្លាក់ចិត្តគឺការឲ្យតម្លៃខ្លួនឯងទៀតបាទមួយទៀតបាទហ្នឹងតើទៅលើយុវជនខ្ញុំលើកចំណុចហ្នឹងមួយទេតើទៅនឹងអាហ្នឹងជាថា hot issue ដែលថាក្តៅថ្មីហ្នឹងចាហើយមួយទៀតតើទៅនឹងស្ត្រីក្រោយពេលសម្រាលកូនក៏គាត់ប្រឈមឬក៏អាចមានជំងឺធ្លាក់ទឹកចិត្តហ្នឹងផងដែរបាទទី1នោះគឺដោយសារភាពមិនបានព្រៀងទុកណាបាទព្រៀងទុកគឺថាកូនឧទាហរណ៍មួយបើសិនជាគាត់ចង់បានកូនស្រីស្រាប់តែកូនមកប្រុសអញ្ចឹងគាត់អត់បានពេញចិត្តនឹងកូនប្រុសហ្នឹងទេគាត់ចង់បានកូនស្រីប៉ុន្តែដោយសារអីវាជាកូនគាត់ទៅហើយអញ្ចឹងគាត់ព្យាយាមចិញ្ចឹមប៉ុន្តែចិញ្ចឹមហ្នឹងចិញ្ចឹមដោយថាភាពគឺថាមិនចង់បានមិនស្រឡាញ់ដូចកូនស្រីបាទអាហ្នឹងវាមិនមែនជាមូលហេតុមួយដែលធ្វើឲ្យគាត់មានបញ្ហាប៉ុន្តែមួយហ្នឹងជាកត្តាចូលរួមឲ្យគាត់ឈានចូលនៅបញ្ហាធ្លាក់ទឹកចិត្តព្រោះតែការអត់ស្រឡាញ់ហ្នឹងគាត់លែងសូវខ្វល់ខ្វាយបាទលែងសូវខ្វល់ខ្វាយលែងសូវចិញ្ចឹមមើលសិនជាកូននឹងកូនងាយទូចហ្នឹងគាត់អត់សូវយកចិត្តទុកដាក់ទេគាត់អត់សូវ take care អត់សូវបានទៅក្បែរកូនទេបាទអរគុណហើយមួយទៀតគាត់អត់រីករាយនឹងកូននឹងដែរគាត់អត់រីករាយនឹងកូនហ្នឹងហើយចំពោះស្ត្រីដែលបែបហ្នឹងសំខាន់បំផុតគឺបរិសុទ្ធជាប្តីឬក៏ម្ដាយឪពុកដែលរស់នៅជាមួយស្ត្រីហ្នឹងគួរតែលើកទឹកចិត្តបាទលើកទឹកចិត្តថាកូនកើតមកគឺត្រូវតែទទួលយកព្រោះវាជាជីវិតមួយនៃពួកយើងទាំងអស់គ្នាអញ្ចឹងជាញើសឈាមរបស់ពុកម្ដាយជាផ្នែកមួយរបស់ពុកម្ដាយអញ្ចឹងយើងត្រូវតែចិញ្ចឹមយើងអត់កុំអានេះជាបើតាមទស្សនវិជ្ជាពុទ្ធគាត់ថារៀនរស់នៅជាមួយជីវិតសពថ្ងៃគឺថាទទួលយកអ្វីដែលជាការពិតចាអរគុណសម្រាប់ការចាធ្វើការបកស្រាយរបស់បងប្អូនប្រុសចាលើភ្ជាប់សំណួរជាបន្តទៀតមកកាន់បងស្រីវិញងាកមកចាប់អារម្មណ៍ជាមួយបងស្រីចាសំណួរជាបន្តនៅពេលដែលអ្វីដែលបងប្រុសឌីណាបានជម្រាបជូនទៅកាន់ប្រិយមិត្តអ្នកស្ដាប់របស់យើងនៅពេលដែលគាត់ដឹងថាខ្លួនគាត់ហ្នឹងកើតនៅជំងឺធ្លាក់ទឹកចិត្តអញ្ចឹងថាតើខ្លួនគាត់ផ្ទាល់ខ្លួនឯងផ្ទាល់ហ្នឹងជួយខ្លួនឯងហ្នឹងដោយរបៀបណាខ្លះចារតនាសូមអញ្ជើញចាសូមអរគុណបងចាក្នុងនឹងដែរនៅពេលដែលយើងខ្លួនឯងដឹងថាខ្លួនឯងមានបញ្ហាធ្លាក់ទឹកចិត្តតាមរោគសញ្ញាមួយចំនួនតាមវាគ្មិនរបស់យើងបានបកស្រាយពីម្សិលមិញហើយនៅខាងក្រុមយើងខ្ញុំបានបកស្រាយថ្ងៃតាមទៀតគឺយើងមានវិធីមួយចំនួនដើម្បីជួយខ្លួនឯងផងដែរចាក្នុងនោះដែរគឺវិធីទី1គឺយើងអាចយកនៅរឿងរ៉ាវដែលយើងកំពុងតែជួបបញ្ហាហ្នឹងគឺពិភាក្សាជាមួយមនុស្សដែលយើងជឿទុកចិត្តអាចមានដូចជាឪពុកម្ដាយបងប្អូនឬក៏មិត្តភ័ក្តិជិតស្និទ្ធរបស់យើងឬក៏គ្រូសាស្ត្រាចារ្យរបស់យើងដែលគាត់ស្គាល់មួយយើងច្បាស់អញ្ចឹងយើងអាចពិភាក្សាបញ្ហាទាំងអស់ហ្នឹងដែលយើងកំពុងជួបនឹងជាមួយគាត់បានដើម្បីរកដំណោះស្រាយហើយមួយទៀតនោះគឺយើងត្រូវគិតថាយើងត្រូវតែធ្វើកិច្ចការណាមួយដែលយើងពេញចិត្តកំឡុងពេលដែលយើងកំពុងតែមានបញ្ហាធ្លាក់ទឹកចិត្តហ្នឹងតែថាយើងរាល់ថ្ងៃហ្នឹងយើងបាក់ចិត្តរឿងហ្នឹងតែយើងតតន់គិតវាចេញទេប៉ុន្តែយើងត្រូវតែរកផ្លាស់ប្ដូរនៃការគិតរបស់យើងគឺធ្វើអ្វីដែលយើងពេញចិត្តក្នុងការធ្វើដូចជាទៅធ្វើម្ហូបឬក៏ដាំបន្លែឬក៏ទៅធ្វើអ្វីដែលធ្វើឲ្យយើងនឹងសប្បាយរីករាយដែលជាការងាយស្រួលសម្រាប់យើងទោះបានលទ្ធផលតិចតួចក៏ដោយប៉ុន្តែធ្វើម៉េចបង្វៀងនៃការគិតលក្ខណៈថាអវិជ្ជមានរបស់យើងទៅជាការគិតវិជ្ជមានវិញនិយាយថាផ្លាស់ប្ដូរពីអ្វីដែលមិនល្អទៅជាអ្វីដែលល្អចាធម្មតានៅពេលដែលបុគ្គលដែលគាត់មានបញ្ហាធ្លាក់ទឹកចិត្តអញ្ចឹងខួរក្បាលរបស់គាត់ពេលហ្នឹងគឺអត់បានគិតអ្វីដែលល្អច្រើនទេគាត់គិតពីរឿងសោកសៅច្រើនអញ្ចឹងគឺគាត់តែព្យាយាមផ្ដាច់ខ្លួនពីអ្នកនៅជុំវិញខ្លួនប៉ុន្តែបើយើងដឹងហើយយើងចង់ជួយខ្លួនឯងគឺយើងអាចរកវិធីណាងាយដើម្បីធ្វើជួយខ្លួនឯងបានចាហើយមួយទៀតហ្នឹងគឺយើងត្រូវព្យាយាមសម្រាកឲ្យបានគ្រប់គ្រាន់និយាយថាគេងឲ្យបានគ្រប់គ្រាន់ណាបើយើងអត់គេងគ្រប់ទេក្នុងខ្លួនរបស់យើងក៏អត់មានថាមពលគ្រប់គ្រាន់ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងបញ្ហាហ្នឹងដែរចា
ហើយចំណុចមួយទៀតហ្នឹងគឺយើងត្រូវធ្វើការហាត់ប្រាណបន្ទាប់ពីយើងគេងហើយយើងត្រូវបានហាត់ប្រាណឲ្យបានគ្រប់គ្រាន់ទៀតព្រោះយើងដឹងថាបុគ្គលម្នាក់មនុស្សយើងក្នុងហាត់ប្រាណដើម្បីជួយដល់សុខភាពរបស់យើងពេលដែលយើងហាត់ប្រាណទៅគឺដើម្បីថាយើងបែកញើសបញ្ចេញនៅជាតិពុលពីក្នុងខ្លួនយើងបានអញ្ចឹងកំឡុងពេលដែលយើងហាត់ប្រាណគឺយើងត្រូវធ្វើយ៉ាងណាផ្ដោតទៅលើការហាត់ប្រាណរបស់យើងមួយខណៈហ្នឹងក៏វាអាចបញ្ជៀសពីការគិតអវិជ្ជមានរបស់យើងដែលជាចំណុចធ្លាក់ទឹកចិត្តរបស់យើងផងដែរចា៎ហើយមួយទៀតហ្នឹងគឺត្រូវស្វែងរកមូលហេតុឲ្យបានច្បាស់លាស់ថាមូលហេតុដែលបណ្ដាលឲ្យយើងធ្លាក់ទឹកចិត្តហ្នឹងគឺវាមកពីអីថាដែលយើងបាត់បង់ដូចឧទាហរណ៍ថាមូលហេតុយើងកំពុងដើរស្វែងរកអីបើសម្រាប់យុវជនវិញបញ្ហាគាត់មានច្រើនទី1តកតងមួយការសិក្សាទី2តកតងជាមួយនឹងបញ្ហាមិត្តភ័ក្តិបញ្ហាគ្រួសារបញ្ហាស្នេហាជាដើមអញ្ចឹងបើយើងមានច្រើនបែបហ្នឹងព្រោះយើងរស់នៅក្នុងសង្គមវាតែមានថាមានការបាត់គ្នាទៅវិញទៅមកគេថាតំណែងតំណងអញ្ចឹងយើងត្រូវរកវាឲ្យច្បាស់ថាតើវាជាមូលហេតុអីបញ្ហាហ្នឹងគឺបញ្ហាអីបើយើងរកវាឃើញហើយយើងត្រូវព្យាយាមរកដំណោះស្រាយវាហើយដែលខ្ញុំនិយាយហ្នឹងគឺព្យាយាមរកដំណោះស្រាយវាហើយព្យាយាមគិតដកផ្លូវវិជ្ជមានផ្លាស់ប្ដូរពីគំនិតអវិជ្ជមានទៅវិជ្ជមានវិញចាហើយក្នុងនោះដែរក៏យើងត្រូវតែព្យាយាមខ្លួនឯងជៀសវាងខ្លួនឯងកុំឲ្យយើងហ្នឹងគឺក្នុងដំណាក់កាលហ្នឹងយូរពេកព្រោះបើសិនយើងនៅតែរកដំណោះស្រាយមិនឃើញអញ្ចឹងហើយយើងនៅតែត្រាំត្រែងជាមួយនឹងបញ្ហាសោកសៅបញ្ហាបាត់បង់របស់យើងឬក៏ខកបំណងពិសេសជាងគេហ្នឹងគឺជាមួយនឹងបញ្ហាដែលយើងធ្វើអ្វីមួយគឺយើងមានការរំពឹងខ្ពស់ខ្លាំងពេកពេលដែលយើងធ្វើមិនបានដល់នៅអ្វីដែលយើងរំពឹងវាធ្វើឲ្យយើងធ្លាក់ទឹកចិត្តធ្ងន់ធ្ងរអញ្ចឹងយើងត្រូវតែទទួលយកនៅអ្វីដែលយើងបានសំខាន់បំផុតគឺការទទួលយកបើយើងបើកចិត្តទូលាយក្នុងការទទួលយកនៅអ្វីដែលកំពុងតែកើតឡើងចំពោះយើងបានន័យថាយើងក៏នឹងកំពុងតែទទួលយកនៅបញ្ហានិងរកដំណោះស្រាយដើម្បីធ្វើឲ្យជីវិតរបស់យើងមានភាពប្រសើរឡើងជៀសវាងពីភាពធ្លាក់ទឹកចិត្តនឹងបានច្រើនផងដែរចាអរគុណសម្រាប់រតនាបង្វែរសំណួរជាបន្តយើងភ្ជាប់គ្នាជាមួយនឹងសំណួរនេះចំពោះឌីណាវិញតើឌីណាយល់យ៉ាងម៉េចសម្រាប់បុគ្គលដែលគាត់ផ្ដាច់ខ្លួនចេញអំពីសង្គមមានន័យថាគាត់អាចជួយខ្លួនឯងបានណាអញ្ចឹងក្នុងនាមយើងដែលជាអ្នកចិត្តសាស្ត្រមួយរូបនៅពេលដែលយើងដឹងថាគាត់នឹងអស់សង្ឃឹមនៅក្នុងជីវិតតើយើងអាចជួយគាត់នៅតាមវិធីសាស្ត្រណាខ្លះចាសូមអញ្ជើញបាទអរគុណបងសម្រាប់សំណួរនេះតើតើនឹងការផ្ដាច់ខ្លួនពីខ្លួនឯងអញ្ចឹងមានករណីអាហ្នឹងវាក្នុងកម្រិតធ្ងន់ធ្ងរហើយអ្នកអាហ្នឹងមិនមែនថាបញ្ហាទេវាចូលជំងឺធ្លាក់ទឹកចិត្តហើយព្រោះអ្នកជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរគឺគាត់ផ្ដាច់ខ្លួនហើយគឺគាត់លែងតំណែងតំណងជាមួយអ្នកដទៃគាត់លែងខ្វល់ខ្វាយពីខ្លួនគាត់ស្អាតអាក្រក់ល្អគាត់លែងហូបលែងញ៉ាំគាត់លែងងូតទឹកលែងអីយូរអ្វីដែលគាត់ធ្លាប់ធ្វើពីមុនគាត់បោះបង់គឺក្រៅពីអំពីដេកគឺគាត់អត់ធ្វើអីទេគាត់ដេកសុខចិត្តអត់បាយអត់ទឹកក៏គាត់ដេកដែរបាទអញ្ចឹងថាតើយើងជួយគាត់យ៉ាងម៉េចបើគាត់ផ្ដាច់ខ្លួនអញ្ចឹងហើយបាទជាដំបូងបើយើងទៅលើវិស័យចិត្តវិទ្យាយើងអាចទៅជួយគាត់ព្រោះយើងអត់ដឹងថាគាត់មានបញ្ហាសំខាន់បំផុតតើអ្នកជុំវិញខ្លួនគាត់ដឹងតែគាត់មានបញ្ហាអត់ចាកុំឃើញគាត់ដេកអត់ធ្វើអីអញ្ចឹងវាតម្លៃថាខ្ជិលម្នាក់ហ្នឹងឥឡូវលែងធ្វើអីហើយបាយជាបំវាយទៅបញ្ហារបស់គាត់យល់ថាគាត់ខ្ជិលគាត់លែងធ្វើអីចឹងយើងត្រូវយល់ពីរោគសញ្ញាខ្លះៗថាតើគាត់មានបញ្ហាផ្លូវចិត្តឬក៏ផ្លូវកាយបានធ្វើឲ្យគាត់លែងតំណែងតំណងមួយសង្គមនៅខាងក្រៅមិត្តភ័ក្តិគាត់ផ្ដាច់ចោលអស់លែងតំណែងតំណងទាំងអស់គ្រូមិត្តភ័ក្តិឬក៏គ្រូសាស្ត្របានគាត់ហ្នឹងក៏លែងនិយាយរហូតដែរបាទអញ្ចឹងយើងត្រូវដឹងថារោគសញ្ញាទាំងអស់នេះវាធ្វើឲ្យគាត់បាត់បង់ជីវិតព្រោះការផ្ដាច់ខ្លួនហ្នឹងគឺគាត់លែងហូបបាយហូបទឹកអីហ្នឹងអញ្ចឹងបើយើងនៅតែបន្តបដូរគិតអ្វីជាមានទៅលើគាត់ថាគាត់នឹងលែងធ្វើអីខ្ជិលអញ្ចឹងយើងធ្វើជាបញ្ហាអញ្ចឹងជាការជួយអញ្ចឹងដូចរតនាគាត់លើកឡើងអញ្ចឹងជាដំបូងនៃការជួយខ្លួនឯងគឺធ្វើដោយរតនាលើកឡើងអញ្ចឹងគឺល្អហើយគឺមានថាគាត់ទទួលយកនៅបញ្ហាបានគាត់ដឹងនៅបញ្ហាបានគាត់ហាត់ប្រាណជៀសវាងការញ៉ាំរសដែលធ្វើឲ្យមានបញ្ហាដល់សុខភាពហ្នឹងគឺត្រូវស្វែងយល់ប៉ុន្តែបើសិនជាបញ្ហាទាំងអស់ហ្នឹងហើយគាត់នៅតែបន្តនៃការជួយខ្លួនឯងលែងបានអញ្ចឹងព្យាយាមទៅរកសេវាអាហ្នឹងគាត់នៅតែមានសមត្ថភាពជួយខ្លួនឯងប៉ុន្តែកម្រិតធ្ងន់ធ្ងរនេះគឺគាត់អាចជួយខ្លួនឯងបានទេគឺពីសំណាក់គ្រួសារតែម្ដងចា៎អញ្ចឹងគ្រួសារសំខាន់បំផុតគឺតែជួយត្រូវតែដឹងពីបញ្ហាហើយជូនគាត់ទៅជួបអ្នកជំនាញបើគាត់នៅតាមខេត្តគួរណាស់តើបើសិនជាគ្មានលទ្ធភាពទេគួរទៅមន្ទីរពេទ្យខេត្តព្រោះតាមមន្ទីរ
ខេត្តយើងមានសេវាព្យាបាលតាមបែបចិត្តសាស្ត្រតាមពេទ្យវិកលវិទ្យាហ្នឹងនៅតាមបណ្ដាមន្ទីរពេទ្យបង្អែកខេត្តអញ្ចឹងទៅដល់យើងទៅប្រឹក្សាជាមួយពួកគាត់ទៅយើងនឹងមានដំណោះស្រាយជូនគាត់ហើយបាទបន្ទាប់ពីហ្នឹងបានយើងឈានព្រោះសូមបញ្ជាក់បន្តិចកន្លែងហ្នឹងការព្យាបាលអ្នកជំងឺធ្លាក់ទឹកចិត្តយើងនឹងធ្លាក់ទឹកចិត្តអញ្ចឹងសំខាន់បំផុតព្យាបាលគឺយើងត្រូវប្រើចិត្តដែរបាទយើងអត់ប្រើទៅតាមអ្វីដែលយើងនឹកឃើញធ្វើចេះបានល្អបាទទៅរកជំនឿផ្សេងទៀតអញ្ចឹងយើងត្រូវការចិត្តផងយើងនេះគឺចិត្តធ្ងន់ព្រោះអ្នកជំងឺផ្លូវចិត្តគាត់អត់គិតអីពីខ្លួនគាត់ទេហើយតតែគាត់អាការៈគាត់ធូរស្រាលហ្នឹងបានគាត់យល់ពីអ្វីដែលយើងជុំវិញខ្លួនគាត់នឹងធ្វើបាទអញ្ចឹងបន្ទាប់ពីជួបជាមួយនឹងអ្នកចិត្តវិកលហើយយើងមានផ្ដល់ទៅតាមថ្នាំដែលយើងមានការព្យាបាលតាមបែបគ្រូពេទ្យវិកលវិទ្យាហ្នឹងបាទបន្ទាប់ពីទទួលការព្យាបាលហ្នឹងហើយយើងមានការផ្ដល់ប្រឹក្សាពីអ្នកចិត្តសាស្ត្រតាមពីរបៀបនៃការរស់នៅជាមួយពួកគាត់តើរស់នៅយ៉ាងម៉េចបាទទៅធ្វើសកម្មភាពយ៉ាងម៉េចដើម្បីកែប្រែនៅអាកប្បកិរិយារបស់គាត់ដែលខុសឆ្គងកន្លងមកហ្នឹងឲ្យមានភាពទូស្រាលយ៉ាងវិញព្រោះយើងនិយាយទៅលើបញ្ហារបស់គាត់ព្យាបាលហើយមិនមែនជាដាច់ទេបាទសំខាន់និយាយចប់ថាទឹកអត់ចិត្តមិនមែនលេបថ្នាំហើយជាអត់ដូចជំងឺផ្លូវកាយទេគឺលេបថ្នាំហើយជានៅមានការគ្រប់គ្រងពីសំណាក់គ្រួសារសហគមន៍និងមិត្តភ័ក្តិជុំវិញបងគាត់ដើម្បីឲ្យជីវិតគាត់កាន់តែមានភាពទូស្រាលជាងមុនបាទកុំអាងទៅលើថ្នាំមួយមុខអត់ជាដាច់ខាតបាទអាហ្នឹងសូមបញ្ជាក់តែទៅនឹងបន្តិចបាទចាអរគុណដោយសារតែពេលវេលារបស់យើងក៏ជិតមកដល់គៀកនឹងទីបញ្ចប់ទៅហើយអញ្ចឹងចង់ឲ្យចាបងអូនធ្វើការសង្ខេបឡើងវិញអ្វីដែលយើងបានពិភាក្សាគ្នាក៏ដូចជាសំណួរដែលបងសាក់សួរទៅកាន់បងអូនទាំងពីររូបណាដែលប្រធានបទរបស់យើងថ្ងៃនេះគឺយើងនិយាយអំពីបញ្ហាធ្លាក់ទឹកចិត្តហើយឃើញថាសំណួរល្អៗមែនតើចា3-4សំណួរនេះសុទ្ធតែមានប្រយោជន៍ទៅដល់បងប្អូនដែលជាអ្នកស្ដាប់ទាំងអស់គ្នាដើម្បីឲ្យដឹងអំពីចាបញ្ហាធ្លាក់ទឹកចិត្តហើយមូលហេតុវាយ៉ាងម៉េចហើយកត្តាចម្បងនឹងវាយ៉ាងម៉េចប្រឈមយ៉ាងម៉េចសម្រាប់អនាគតអញ្ចឹងចង់ឲ្យបងអូនសង្ខេបចាបែបខ្លីដើម្បីបញ្ចប់នៅក្នុងកម្មវិធីរបស់យើងចាបាទអរគុណជាចុងក្រោយអត់មានពីអីច្រើនទេគ្រាន់តែចង់ផ្ដាំដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់ឲ្យផ្ដោតសំខាន់បាទយកចិត្តទុកដាក់បំផុតទៅលើបញ្ហាផ្លូវចិត្តព្រោះអ្វីក៏ដោយបើយើងនិយាយវាកើតចេញពីចិត្តមុនបាទកើតចេញពីចិត្តព្រោះធ្វើអីក៏ដោយបើសិនតែចិត្តមិននឹកឃើញចិត្តចង់រៀនទេបើជាអត់បានមករៀនទេបើចិត្តមិនចង់ធ្វើអីមួយទេបើជាអត់បានទៅធ្វើអីមួយទេអញ្ចឹងសំខាន់ផុតគឺចិត្តហ្នឹងហើយប៉ុន្តែបើសិនតែចិត្តហ្នឹងវាឈឺវារបួសហើយយើងអត់ធ្វើការព្យាបាលវាតើវាទៅយ៉ាងណាជីវិតយើងទៅជាយ៉ាងណាបាទហើយសួរថាកន្លែងហ្នឹងសួរថាយើងមើលចិត្តឈឺមិនបាទហ្នឹងយើងត្រូវស្វែងយល់អញ្ចឹងបានថាកម្មវិធីនេះបង្កើតឡើងដើម្បីឲ្យពួកគាត់យល់ដឹងថារោគសញ្ញាមួយចំនួនវាមិនមែនជាបញ្ហាផ្លូវកាយទេវាជាបញ្ហាផ្លូវចិត្តបាទអរគុណអញ្ចឹងសង្ខេបវិញគឺត្រូវស្វែងយល់បាទមានអ្វីក្រៅពីពាក្យថាស្វែងយល់ហើយសិក្សាទាំងអស់គ្នាថាតើបញ្ហាផ្លូវចិត្តហ្នឹងវាប្រឈមហើយមានផលប៉ះពាល់អីខ្លះទៅលើផ្លូវកាយរបស់គាត់ហើយជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់ហ្នឹងមានប៉ះពាល់អីអញ្ចឹងសំណូមពរបាទឲ្យសិក្សាស្វែងយល់ពីអាហ្នឹងហើយបើសិនជាមានបញ្ហាយើងមានស្ថាប័នហើយនឹងមន្ទីរពេទ្យមួយចំនួនដែលធ្វើការតាក់ទងនឹងបញ្ហាផ្លូវចិត្តដូចជាពេទ្យរុស្ស៊ី TVO ហើយនឹងពេទ្យកុសុមាហើយនឹងអង្គការក្រៅរដ្ឋាភិបាលនិងអង្គការរដ្ឋាភិបាលមួយចំនួនទៀតដែលគាត់ធ្វើការទៅលើបញ្ហាផ្លូវចិត្តហ្នឹងបាទអរគុណចាអរគុណសម្រាប់ការសង្ខេបរបស់បងអូនប្រិមិត្តអ្នកស្ដាប់ជាទីគោរពនិងជាទីមេត្រីប្រសិនបើប្រិមិត្តខកខានមិនបានតាមដានស្ដាប់កម្មវិធីរបស់យើងប្រិមិត្តអាចអញ្ជើញទៅកាន់ទំព័រ Facebook បានគឺកម្មវិធីជីវិតនិងសុខភាពផ្លូវចិត្តហើយរាល់សំណួរប្រិមិត្តដែលមានបំណងនៅក្នុងការសាកសួរយើងនឹងលើកឡើងនៅសប្តាហ៍ក្រោយថ្ងៃសៅរ៍ដែលមានការអញ្ជើញចូលរួមពីវាគ្មិនផងដែរដោយសារតែពេលវេលាកម្មវិធីរបស់យើងបានមកដល់ទីបញ្ចប់ទៅហើយគោរពជូនពរប្រិមិត្តជួបប្រទះតែសេចក្តីសុខរាល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាពគណៈពេលនេះវត្តមាននឹងខ្ញុំបញ្ញារួមជាមួយនឹងបងប្អូនទាំងពីរតំណាងក្រុមសូមអរគុណសូមជម្រាបលា